ថ្មីនេះមានស្នាដៃមួយរបស់អ្នកដឹកនាំរឿងលោក Christopher Nolan បានបញ្ចេញនៅ The Odyssey ស្នាដៃនេះគឺនិយាយអំពីសង្គ្រាមរវាង Troy និង Greek និងដំណើរផ្សងព្រេងរបស់វីរបុរស Greek Odysseus ដែលតាមពិតទៅខ្ញុំក៏អត់ទាន់បានមើលរឿងនឹងដែរចឹងខ្ញុំអត់ច្បាស់ថានៅក្នុងរឿងលោក Christopher Nolan បានបង្ហាញអ្វីខ្លះនោះទេតែរឿងនេះគឺត្រូវបានយោងទៅតាមស្នាដៃរបស់កវីជនជាតិ Greek ម្នាក់ឈ្មោះថា Homer ដែលគាត់បានសរសេររឿងពីរនេះជាអត្ថបទពាក្យកាព្យនៅក្នុងកំឡុងសតវត្សទី7និងទី8មុនគ្រិស្តសករាជស្នាដៃរបស់លោក Homer ដែលល្បីគឺមាន2ទី1គឺ The Iliad ដែលជាសៀវភៅដែលខ្ញុំមានដែលសៀវភៅមួយនេះគឺនិយាយអំពីសង្គ្រាមរវាង Troy និង Greek ហើយនិងទី2គឺ The Odyssey The Odyssey គឺជាស្នាដៃដែលនិយាយអំពីដំណើរផ្សងព្រេងរបស់វីរបុរស Greek នៅក្នុងសង្គ្រាម Trojan ដែលក្រោយពេលដែលគាត់បានឈ្នះសង្គ្រាមហើយគឺគាត់ត្រឡប់មកទីក្រុង Ithaca វិញតែតាមដំណើរផ្សងព្រេងនោះបានក្លាយទៅជារឿងរ៉ាវដ៏អនាថធមមួយដែលនាំឲ្យគាត់បានបាត់បង់នៅកងទ័ពទាំងអស់របស់គាត់ហើយបានត្រាច់ចូលនៅលើផ្ទៃសមុទ្រអស់រយៈពេល10ឆ្នាំ Odysseus គឺជាស្ដេចនៅទីក្រុង Ithaca ព្រះអង្គគឺជាវីរបុរស Greek និងជាម្នាក់ក្នុងចំណោមវីរបុរស Greek ទាំង4ដែលបានចូលរួមនៅក្នុងការធ្វើឲ្យ Greek យកឈ្នះទៅលើរាជាណាចក្រ Troy ក្រោយពីបានឈ្នះសង្គ្រាមរួចមកបានកេណ្ឌទ័ពរបស់គាត់ដែលមានចំនួន12សំពៅត្រឡប់មករាជាណាចក្រ Ithaca វិញពេលដែលចេញមកវិញកងទ័ពរបស់គាត់បានរួមដំណើរជាមួយនឹងក្រុមសំពៅរបស់ Agamemnon បានធ្វើដំណើរជាមួយគ្នាតែត្រូវបានព្យុះមួយបក់បោកឲ្យអ្នកទាំងពីរបែកផ្លូវគ្នា Odysseus បានរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រអស់រយៈពេលជាច្រើនថ្ងៃហើយគាត់បានទៅដល់កោះមួយដែលគេហៅថា Ismaru ដែលជាទីតាំងរបស់មនុស្សមួយក្រុមដែលគេហៅថា Saconia គឺជាក្រុមដែលបានគាំទ្រទៅដល់រាជាណាចក្រ Troy ហើយក៏បានសម្លាប់កងទ័ព Greek អស់ជាច្រើនដើម្បីសងសឹកទៅឲ្យបងប្អូនរបស់ពួកគេក្រុមរបស់ Odysseus បានវាយឆ្មក់ទៅកាន់ពពួក Saconia ហើយបានធ្វើរឿងមិនគប្បីជាច្រើនដែលមានសម្លាប់ប្រជាជនជាច្រើនអ្នកផងដែរ Odysseus ពុំសូវជាពេញចិត្តប៉ុន្មានទេដែលមានរឿងបែបនេះកើតឡើងដោយសារតែគាត់គិតថាសង្គ្រាមមួយនេះគឺជាសង្គ្រាមបង្ហូរឈាមដែលមិនមានសារៈសំខាន់ប្រជាជន Saconia ដែលនៅសេសសល់បានទៅទីក្រុងជិតនេះហើយបានកេណ្ឌកងទ័ពដើម្បីមកច្បាំងជាមួយនឹងក្រុមពពួកវីរបុរស Greek វិញក្រោយពីការច្បាំង Odysseus បានមើលឃើញថាចាញ់ដៃក៏បានបញ្ជាឲ្យកងទ័ពដកថយហើយឡើងសំពៅចេញពីកោះនោះមកវិញធ្វើដំណើរនៅលើសំពៅអស់រយៈពេលជាច្រើនថ្ងៃអ្នកទាំងអស់គ្នាបានខិតជិតទៅដល់ច្រាំងនៃប្រទេស Ithaca ទៅហើយប៉ុន្តែក៏មានព្យុះមួយបក់មកបានធ្វើឲ្យក្រុមសំពៅរបស់ Odysseus បានរសាត់អណ្ដែតទៅដល់កោះមួយដែលគេហៅថា The Island of the Lotus Eater ក្រោយពីពេលបានទៅដល់ទីនោះក្រុម Odysseus បានទៅតាក់ទងជាមួយប្រជាជននៅលើកោះនោះហើយប្រជាជនបានឲ្យ Lotus Fruit មកឲ្យពួកគេហូប Lotus Fruit នេះគឺមានសមត្ថភាពអាចធ្វើឲ្យអ្នកហូបបាត់បង់ស្មារតីហើយនឹងបាត់បង់ការចងចាំ Odysseus រូបគេក៏ដឹងថាស្ថានភាពមិនត្រូវស្រួលក៏បានឲ្យកូនចៅផ្សេងទៀតដែលមិនទាន់បានហូបផ្លែឈើនេះយកនៅអ្នកដែលបានដួលសន្លប់មកលើទូកវិញនៅលើទូកកងទ័ពដែលបានហូបហើយបានស្រែកយំទាចុះពីលើទូកហើយរស់នៅទីនោះជារៀងរហូតប៉ុន្តែត្រូវបាន Odysseus ចាប់ចងពួកគេមិនឲ្យចុះពីលើទូកកងទ័ពនិង Odysseus បានបន្តដំណើរនៅលើសមុទ្រអស់រយៈពេលជាច្រើនថ្ងៃហើយក៏បន្តដំណើរទៅដល់ Island of Cyclops យើងបានដឹងហើយ Cyclops គឺជាក្រុមពពួកយក្សដែលមានភ្នែកមួយហើយនៅលើកោះនោះមាន Cyclops ម្នាក់មានឈ្មោះថា Polyphemus ដែលជាកូនរបស់ Poseidon នៅពេលដែលចុះទៅដល់ទីនោះភ្លាម Odysseus រួមជាមួយនឹងកូនចៅរបស់គាត់12នាក់ទៀតបានរុករកនៅលើកោះនោះហើយបានទៅដល់រូងភ្នំមួយទៅដល់ទីនោះពួកគេបានឃើញមានពពែជាច្រើនក្បាលមាន cheese និងទឹកដោះពពែជាច្រើនដោយភាពស្រែកឃ្លានក្រុមកងទ័ពរបស់ Odysseus បានហូបដោយមិនចាំម្ចាស់ផ្ទះមកដល់នោះទេនៅពេលដែលមកដល់ទើបគេដឹងថាម្ចាស់នៃរូងភ្នំនេះគឺជា Cyclops ដែលជាកូនរបស់ Poseidon ដូចនេះកងទ័ពរបស់ Odysseus បានរត់លាក់ខ្លួនដោយសារតែបានបាត់នៅទឹកដោះពពែរបស់ខ្លួនរូបគេក៏បានតាមរកឃើញនៅក្រុមរបស់ Odysseus បានប្រម៉ែប្រមូលភាពក្លាហានរបស់ខ្លួនហើយស្រែកប្រាប់ Cyclops នោះថាឲ្យគោរពខ្លួនដោយសារតែខ្លួនគឺជាភ្ញៀវ Cyclops បានឆ្លើយតបវិញថារូបគេមិនមានកាតព្វកិច្ចនៅក្នុងការគោរពច្បាប់ទម្លាប់របស់មនុស្សដោយសារតែមនុស្សគឺជាសភាវៈដែលមានឋានៈទាបជាងគេ Cyclops បានចាប់យកកូនចៅរបស់ Odysseus 2នាក់មកស៊ីភ្លាមហើយបាននិយាយថាគេនឹងស៊ីក្រុមរបស់ Odysseus ទាំងមូលតែម្ដង Cyclops គឺបានយកដុំថ្មមួយមកបិទរូងភ្នំនោះហើយគេក៏បានដេកលក់ទៅកូនចៅរបស់ Odysseus បានផ្ដល់យោបល់ឲ្យសម្លាប់ Cyclops នេះនៅពេលដែលកំពុងតែដេកតែ Odysseus បានបដិសេធដោយសារតែពុំមាននរណាលើកដុំថ្មនោះរួចឡើយពេលព្រឹក Cyclops បានទាញយកដុំថ្មនោះចេញហើយបានឲ្យពពែគាត់ចេញទៅស៊ីស្មៅពេលត្រឡប់មកវិញក៏បានបិទរូងភ្នំហើយ Odysseus បានយកស្រារបស់ខ្លួនចាក់ទៅឲ្យ Cyclops ហើយបានណែនាំខ្លួនថាខ្លួនមានឈ្មោះថា Nobody Cyclops សប្បាយចិត្តមែនទែនហើយបាននិយាយថាគេនឹងស៊ី Odysseus ចុងក្រោយគេបង្អស់ក្រោយពេលដែលស្រវឹង Cyclops គឺបានប្រាស់ខ្លួនដេកទៅនៅពេលដែលយក្សនោះបានលេខលក់ហើយ Odysseus បានយកដើមឈើធំមួយមកចាក់ភ្នែក Cyclops មានការឈឺចាប់ជាខ្លាំងហើយបានស្រែកកងលាន់លំពងពេញកោះនៅពេលដែល Cyclops ដទៃទៀតបានឮសំឡេងរបស់ Polyphemus ហើយ Cyclops ទាំងអស់នោះបានមកស្រែកសួរថាតើនរណាចាក់ភ្នែករបស់ឯង Polyphemus បានប្រាប់ថា Nobody ឮបែបនេះក្រុមព
ពពួក Cyclops ដតីគិតថាប្រហែលជាមិនអីនោះទេក៏បានត្រឡប់ទៅវិញព្រឹកស្អែកឡើងធ្វើឲ្យតែ Polyphemus គឺបានខ្វាក់ទៅហើយប៉ុន្តែគាត់នៅតែបើកទ្វាររូងភ្នំរបស់គាត់ឲ្យពពែគាត់ចេញទៅស៊ីស្មៅដដែលនៅពេលនោះកូនចៅរបស់ Odysseus បានតោងខ្លួនជាប់នឹងពពែហើយចេញមកក្រៅនៅពេលដែលមកដល់ក្រៅភ្លាមពួកគេបាននាំគ្នារត់មកកាន់សំពៅហើយបើកចេញនៅពេលនោះ Polyphemus បានដឹងហើយគប់ដុំថ្មស្រែកយ៉ាងខ្លាំងតែមិនបានត្រូវសំពៅនោះទេ Odysseus ក៏បានស្រែកចំអកឲ្យថាបើថ្ងៃក្រោយមានគេសួរឯងថានរណាចាក់ភ្នែករបស់ឯងត្រូវប្រាប់គេថាយើង Odysseus ដ៏អស្ចារ្យតែគាត់មិនបានដឹងថាការធ្វើបែបនេះគឺបានធ្វើឲ្យគាត់ធ្លាក់ទៅក្នុងកំហឹងរបស់អាទិទេព Poseidon ដោយ Polyphemus បានធ្វើការបន់ស្រន់ទៅកាន់ឪពុករបស់គាត់ហើយសុំឲ្យឪពុករបស់គាត់ដាក់ទោសទៅលើ Odysseus Poseidon បានដាក់បណ្ដាសាថានឹងឲ្យ Odysseus ត្រឡប់មកផ្ទះវិញដោយគ្មានសំពៅគ្មានកូនចៅនឹងត្រូវវិលវល់នៅលើផ្ទៃសមុទ្រអស់រយៈពេល10ឆ្នាំ Odysseus បានបន្តដំណើរអស់រយៈពេលជាច្រើនថ្ងៃជាច្រើនខែរហូតទៅដល់កោះមួយដែលដែកនៅលើអាកាសកោះនោះគឺជាលំនៅឋានរបស់អាទិទេព Navio Aeolus ក្រោយពីដឹងថាអ្នកមកនៅកោះដែលជាទីលំនៅឋានរបស់ខ្លួនគឺជាវីរៈកម្រោះក្រិច Aeolus បានអញ្ជើញ Odysseus ចូលរួមនៅក្នុងការហូបអាហារជុំគ្នាមួយហើយក្រោយពីបានហូបអាហាររួចហើយដើម្បីជាការអរគុណទៅកាន់ Odysseus Aeolus បានយកថង់របស់ខ្លួនហើយស្រូបយកខ្យល់ទាំងអស់ពីក្នុងលោកដោយទុកតែខ្យល់មួយដែលគេហៅថា Zephyr ដើម្បីនាំផ្លូវ Odysseusនៅក្នុងដំណើរលើកនេះ Odysseus បានធ្វើដំណើរដោយមានក្តីសុខហើយនៅពេលដែលគេក្រឡេកទៅឃើញផ្សែងដែលហូរចេញអំពីកំពង់ផែរបស់ Ithaca ហើយគេក៏មានអារម្មណ៍ថាធូរខ្លួនហើយក៏បានសម្រាកនៅលើថង់ខ្យល់ដែល Aeolus បានទុកឲ្យកងទ័ពរបស់ Odysseus ពុំបានដឹងថាថង់ទាំងអស់នោះគឺសិតតែជាខ្យល់នោះទេបូករួមទាំងចិត្តច្រណែនទៅនឹង Odysseus ដែលគិតថា Odysseus ទទួលបានទ្រព្យសម្បត្តិដ៏មហាសាលពី Aeolus ក៏បានកញ្ឆក់ថង់នោះចេញពី Odysseus ធ្វើឲ្យខ្យល់ដែលនៅក្នុងថង់នោះបក់ចេញជាព្យុះហើយបានរុញច្រានកប៉ាល់ដែលរៀបទៅដល់នឹងកំពង់ផែទៅហើយបានចេញឆ្ងាយពី Ithaca Odysseus បានអស់សង្ឃឹមជាខ្លាំងក៏បានលោទឹកបំរុងនឹងបញ្ចប់អ្វីគ្រប់យ៉ាងទាំងអស់តែគេក៏បានដឹងខ្លួនវិញឡើងទាន់ហើយបានហែលឡើងមកលើកទូកដើម្បីបន្តដំណើររបស់គេទៀតអស់រយៈពេលជាច្រើនថ្ងៃគេបានទៅដល់កោះមួយនៅទីនោះគេបានឲ្យកងទ័ព2នាក់ចុះទៅដើម្បីរកងទ័ព2នាក់នោះបានរកឃើញនៅ Giant ប្តីប្រពន្ធ2នាក់និងកូនម្នាក់ក្រោយពីបានដឹងថាមនុស្សឡើងមកលើកោះរបស់ពួកគេហើយយក្សស្រីម្នាក់នោះបានចាប់យកកងទ័ពម្នាក់ស៊ីបាត់ហើយធ្វើឲ្យកងទ័ពម្នាក់ទៀតភ័យស្លន់ស្លោក៏បានរត់មកប្រាប់ស្ដេចពួកគេតែគួរឲ្យសោកស្ដាយLaestrygonian បានយកដៃវាយកំទេចសំពៅ11ផ្សេងទៀតដែលមានតែសំពៅរបស់ Odysseus តែមួយប៉ុណ្ណោះដែលអាចរួច Odysseus បានចាក់ចេញដោយសំពៅតែមួយរបស់ពួកគេទាំងសោកស្ដាយដោយសារតែការបាត់បង់មិត្តភ័ក្តិរបស់ពួកគេការត្រាច់ចុះរបស់ Odysseus នៅតែបន្តទៅមុខរហូតទៅដល់កោះមួយដោយសារតែមានការបាត់បង់នៅសហភាគរៈជាច្រើន Odysseus បានធ្វើជាអ្នកចុះទៅរុករកនៅលើកោះនោះដោយផ្ទាល់តែម្ដងពេលនោះ Odysseus បានប្រមាញ់នៅក្តានមួយក្រោយមក Odysseus បានយកក្តានមកដើម្បីចែកកងទ័ពរបស់គាត់បានឃើញផ្សែងដែលហុយចេញពីព្រៃយ៉ាងជ្រៅកងទ័ពរបស់ Odysseus បានបោះឆ្នោតឲ្យ Eurylochus ទៅរុករកជាមួយនឹងកងទ័ពមួយក្រុមទៀតនៅពេលដែលបានទៅដល់កន្លែងដែលមានផ្សែងនោះគេបានឃើញថាមានសត្វព្រៃជាច្រើននៅពីមុខប្រាសាទមួយអ្វីដែលចម្លែកនោះគឺសត្វដែលធ្លាប់តែកាចសាហាវដូចជាសត្វតោសត្វខ្លាបែរទៅជាស្លូតហើយស្វាគមន៍រូបគេយ៉ាងរាក់ទាក់ម្ចាស់នៃប្រាសាទនេះគឺ Circe ដែលជាកូនរបស់ Helios ហើយនិង Perse ពេលនោះ Circe បានយកស្រាមកស្វាគមន៍កងទ័ពទាំងអស់តែនៅក្នុងស្រានោះគឺមានទឹកវេទមន្តដែលបានធ្វើឲ្យកងទ័ពរបស់ Odysseus ប្រែក្លាយទៅជាជ្រូកមួយរំពេចក្នុងចំណោមនោះគឺមាន Eurylochus ដែលគាត់មានអារម្មណ៍ថាមិនស្រួលក៏មិនបានផឹកទឹកនោះហើយក៏មិនបានខ្លាចទៅជាសត្វជ្រូកនោះទេគេបានឃើញតថភាពបែបនេះក៏បានរត់មកប្រាប់ Odysseus បានប្រញាប់ប្រញាល់មកជួយសង្គ្រោះកងទ័ពរបស់គាត់នៅតាមផ្លូវគាត់បានជួបនឹងអាទិទេព Hermes បានប្រាប់គាត់ថាការគំរាមទៅលើ Circe មិនមែនជាការងាយស្រួលនោះទេហើយបានឲ្យថ្នាំបន្សាបមួយមកឲ្យ Odysseus Circe បានប្រើប្រាស់នូវកលល្បិចដដែលដើម្បីចាប់ Odysseus តែក៏មិនបានសម្រេចថែមទាំងត្រូវ Odysseus ចាប់គំរាមនាងវិញក្រោយពេលដែលឃើញ Odysseus បែបនេះ Circe បានអញ្ជើញ Odysseus មកកាន់បន្ទប់គេងរបស់នាង Odysseus បានតបវិញថាគាត់នឹងយល់ព្រមបើសិនជា Circe យល់ព្រមថានឹងមិនធ្វើអ្វីមកលើរូបគេនិងកងទ័ពរបស់គេក្រោយពីបានចំណាយពេលមួយយប់ជាមួយគ្នារួចមក Odysseus បានឲ្យ Circe ប្រែកលាកងទ័ពរបស់គេទៅជាមនុស្សវិញនាងក៏យល់ព្រម Odysseus និងកងទ័ពបន្តរស់នៅទីនោះអស់រយៈពេល1ឆ្នាំប៉ុន្តែដូចដែលគេបាននិយាយគ្មានទីកន្លែងណាដែលល្អជាងផ្ទះយើងនោះទេដូចនេះកងទ័ព Odysseus ជាច្រើនបានបង្ខំឲ្យគេត្រឡប់មកផ្ទះវិញ Odysseus ខ្លួនឯងផ្ទាល់ក៏នៅតែរនឹករលឹកដល់ Penelope ក៏បានប្រាប់ Circe ថាគេចង់ចាក់ចិត្ត Circe បានតបមកវិញថានាងមិនអាចខាត់ Odysseus បាននោះទេតែដោយសារតែ Odysseus បានជាប់នៅបណ្ដាសារបស់ Poseidon ដូចនេះ Odysseus គួរតែធ្វើដំណើរទៅកាន់ឋាននរករបស់ក្រិចមុនសិនដើម្បីទៅជួបគ្រូទាយ Therizaius គោលបំណងនោះគឺដើម្បីប្រមាណមើលថារូបគេនឹងជួបអ្វីខ្លះបន្តទៀតថ្ងៃបន្ទាប់គាត់បានចេញដំណើរទៅកាន់ឋាននរកហើយបានទៅដល់ទីតាំងមួយដែលគេហៅថា Land of Cimmeria គាត់បានធ្វើដូចទៅនឹងអ្វីដែល Circe បានប្រាប់ដ
ដោយបានសម្លាប់ពពែពីរក្បាលឈាមនោះបានប្រែក្លាយទៅជាផ្លូវមួយដែលអាចឲ្យ Odysseus បានទៅដល់ឋាននរករបស់ Greek បាននៅពេលដែលបានទៅដល់គេបានជួប Theseus គាត់បានយកឈាមសត្វពពែនោះឲ្យប្រមាលមើលអំពីថ្ងៃខាងមុខ Theseus បានប្រាប់ទៅកាន់ Odysseus ថា Odysseus នឹងត្រូវជួបរឿងជាច្រើនទៀតដោយសារតែកំហឹងរបស់ Poseidon រូបគេក៏បានត្រឡប់មកឋានមនុស្សវិញហើយនៅតាមផ្លូវរបស់ឋាននរកគេបានជួបនឹងវីរបុរស Greek ជាច្រើនទៀតដែលមានដូចជា Agamemnon Achilles ជាដើមនៅពេលដែលមកដល់ឋានមនុស្សវិញ Circe បានប្រាប់ Odysseus អំពីគ្រោះថ្នាក់ផ្សេងៗរបស់ពួកគេដែលបានកើតឡើងដើម្បីជៀសវាងការចលាចល Odysseus មិនបានប្រាប់អំពីគ្រោះថ្នាក់ទាំងអស់នោះទៅកាន់កងទ័ពរបស់គេនោះទេក្រោយពីបានចាកចេញគេត្រូវបានជួបនឹងគ្រោះថ្នាក់ទី1របស់ពួកគេគឺ The Siren យើងគ្រប់គ្នាបានដឹងហើយថា The Siren គឺជាសភាវៈមួយដែលសម្លាប់អ្នកដំណើរនៅតាមសមុទ្រតាមរយៈចម្រៀងមរណៈរបស់ពួកគេដើម្បីអាចរួចផុតពីសភាវៈមួយនេះពួកគេបានឲ្យកូនចៅរបស់គេយកក្រមួនចាក់ចូលស្លឹកត្រចៀកហើយចងរូបគេជាប់នឹងក្តោងទូកមិនថាមានរឿងអ្វីកើតឡើងគឺមិនត្រូវស្រាយគេជាដាច់ខាតនៅពេលដែលចិត្តទៅដល់ពពួក The Siren សំឡេងរបស់ពួក The Siren នេះស្ទើរតែធ្វើឲ្យ Odysseus បាត់បង់ស្មារតីបាត់ទៅហើយតែដោយសារតែមិនមាននរណាស្រាយគេចេញដូចនេះគេនៅតែបន្តដំណើររបស់គេបានតទៅរហូតដល់គម្លាតមួយដែលមានសុវត្ថិភាពទៅកងទ័ពរបស់គេស្រាយចំណងឲ្យគេក្រោយពីបានបញ្ចប់គ្រោះថ្នាក់នេះហើយរូបគេបានបន្តរយៈពេលអស់ជាច្រើនខែហើយបានទៅដល់ទីតាំងមួយដែលជាសម្បុករបស់បេសាច Scylla ហើយនិង Charybdis គឺជាបេសាចមួយដែលនៅក្នុងទឹកហើយបង្កើតទៅជាទឹកគួចដ៏ធំមួយហើយ Scylla គឺជាសត្វពស់ក្បាល6ដែលតែងតែចាប់មនុស្សស៊ីនៅមាត់ច្រាំងនៅពេលដែល Odysseus បានទៅដល់ចំណុចមួយនេះគាត់បានបញ្ជាឲ្យកងទ័ពបើកទុកអែបនឹងច្រាំងហើយឆ្លងកាត់បេសាច Scylla បានចាប់កងទ័ពរបស់គាត់ស៊ីអស់ជាច្រើនអ្នកហើយមកដល់ចំណុចមួយនេះគាត់បានចាក់ចេញពី Troy ដោយមានកងទ័ពរាប់រយនាក់មានសម្ភៅចំនួន12នាក់តែពេលនេះគឺគាត់មានតែកូនចៅនៅជិតខ្លួនមិនដល់20នាក់ផងក្រោយពីផុតគ្រោះថ្នាក់មួយនេះទៅពួកគាត់បានធ្វើដំណើរទៅដល់កោះមួយដែលគេហៅថា Thrinacia នៅពេលដែលទៅដល់ទីនោះគាត់បានឃើញគោមួយហ្វូង Circe បានផ្ដាំថាបើសិនជាគេអាចជៀសផុតពីការប៉ះពាល់សត្វគោទាំងអស់នេះនោះគ្រប់គ្នាប្រកាសជាអាចជៀសផុតបញ្ហាលើកនេះបានគ្រប់គ្នាបានឲ្យយោបល់ថាគួរតែសម្លាប់គោនេះទៅធ្វើជាអាហារដោយសារតែពួកគេបានអត់អាហារជាច្រើនថ្ងៃមកហើយ Odysseus មិនព្រមនោះទេប៉ុន្តែដោយសារតែមានការប្រឆាំងហើយស្ទើរតែមានការបះបោរទៀត Odysseus ក៏បានយល់ព្រមឲ្យពួកគេទុកគោមួយនេះតែមិនសម្លាប់នោះទេអ្វីដែលចៃដន្យនោះនៅពេលដែលពួកគេបានទៅដល់នៅលើកោះនោះភ្លាមមានព្យុះបក់បោកធ្វើឲ្យពួកគេជាប់គាំងនៅទីនោះអស់រយៈពេលជាច្រើនខែដោយស្បៀងដែលនៅសេសសល់ស្ទើរតែអស់ទៅហើយកងទ័ពរបស់ Odysseus ក៏ទាមទារឲ្យសម្លាប់គោទាំងអស់នោះរឹតតែខ្លាំងដូចនេះ Odysseus បានសម្រេចចិត្តថារូបគេនឹងចេញទៅប្រមាញ់ដោយផ្ទាល់នៅពេលដែលគេកំពុងសម្រាកនៅលើភ្នំស្រាប់តែមានក្លិនសាច់អាំងដ៏ឈ្ងុយចេញពីទីតាំងរបស់ពួកគេ Odysseus ក៏បានប្រញាប់មកហើយឃើញកូនចៅរបស់ពួកគេកំពុងអាំងគោរបស់អាទិទេពទាំងអស់នោះរូបគេក៏បានអស់សង្ឃឹមជាខ្លាំងនៅពេលនោះ Helios បានប្រមានទៅកាន់ Zeus ថាត្រូវតែរកយុត្តិធម៌ឲ្យគេបើសិនជាមិនដូច្នេះទេគេនឹងមិនបញ្ចេញពន្លឺឲ្យមនុស្សលោកទៀតទេ Zeus បានសន្យាថាគាត់នឹងសម្លាប់អ្នកដែលបានធ្វើរឿងនេះនៅពេលដែល Odysseus និងកងទ័ពឡើងសំពៅស្រាប់តែមានរន្ទះបាញ់មួយបាញ់មករកសំពៅរបស់ពួកគេបានធ្វើឲ្យកងទ័ពទាំងអស់បានស្លាប់ដែលមានតែ Odysseus ម្នាក់ប៉ុណ្ណោះដែលបានរួចខ្លួន Odysseus អាចរស់នៅបានដោយសារតែគេបានតោងនៅលើបន្ទះឈើមួយ Odysseus ត្រូវបានជួយដោយទេពធីតាសមុទ្រ Calypso នៅពេលដែលទៅដល់លើកោះរបស់ Calypso បានលង់ស្នេហ៍ទៅលើ Odysseus ហើយបានសន្យាថានាងនឹងផ្ដល់នូវជីវិតអមតៈទៅឲ្យរូបគេបើសិនជារូបគេព្រមរស់នៅជាមួយនាងនៅលើកោះនេះអស់មួយជីវិត Calypso បានឃុំឃាំង Odysseus នៅលើកោះនេះអស់រយៈពេល7ឆ្នាំប៉ុន្តែ Odysseus នៅតែមានភាពស្មោះត្រង់ចំពោះប្រពន្ធរបស់ខ្លួនហើយបានយំនៅមាត់សមុទ្រអស់រយៈពេលទាំង7ឆ្នាំនោះបើគុំតែមានការជួយអំពី Athena ទៅបញ្ចុះបញ្ចូល Zeus ពុំនោះទេ Calypso នឹងមិនប្រឡែង Odysseus ចេញពីកណ្ដាប់ដៃរបស់ខ្លួននោះឡើយដោយសារតែមានការចាត់តាំងអំពី Zeus នេះហើយទើបនាងព្រមជួយ Odysseus ក្នុងការសាងសង់ក្បូនដើម្បីចាក់ចែងអំពីកោះរបស់ Calypso មកកាន់ Ithaca Poseidon នៅពេលដែលដឹងថាសត្រូវរបស់ខ្លួនបានចាក់ចែងអំពីកោះរបស់ Calypso នេះ Poseidon គឺព្យាយាមព្យាបាទទៅលើ Odysseus ជាខ្លាំងដែលធ្វើឲ្យវីរបុរស Greek របស់យើងស្ទើរតែពុំអាចរស់មានជីវិតបានហើយបានរសាត់អណ្ដែតទៅដល់កោះមួយដែលមានឈ្មោះថា Ogygia កោះមួយនេះគឺជាទឹកដីរបស់ Phaeacian ហើយគាត់បានណែនាំនិងរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងទាំងទឹកភ្នែកបកទៅកាន់ Ithaca វិញកូនរបស់ Odysseus មានឈ្មោះថា Telemachus ក៏បានតាមស្វែងរកឪពុករបស់ពួកគេផងដែរ
ដែរ Telemachus មានជំនួយអំពីកូនសំណប់ចិត្តរបស់ Zeus គឺ Athena ដែលបានប្រែកឡើងទៅជាបុរសហើយមកធ្វើជាគ្រូរបស់ Telemachus បានធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីស្វែងរកឪពុករបស់ពួកគេរហូតទៅបានជួប Nestor ដែលជាមិត្តរួមសឹករបស់ឪពុកគេគាត់បានណែនាំឲ្យ Telemachus ទៅរក Menelaus ហើយ Menelaus បានប្រាប់អំពីដំណើរផ្សងព្រេងរបស់គាត់ហើយអ្វីដែលគាត់បានឮទៅកាន់ Telemachus មិនត្រឹមតែមានរឿងឪពុករបស់គាត់ដែលត្រូវដោះស្រាយនោះទេគឺមានទាំងរឿងរបស់ពពួក The Suitor ដែលចង់បានរាជបល្ល័ង្ករបស់ពួកគេទៀតផងដូចនេះគាត់ត្រូវត្រឡប់ទៅ Ithaca វិញហើយសុំច្រកកោនជាមួយនឹងអ្នកបម្រើដ៏ស្មោះត្រង់របស់គាត់គឺ Eumaeus ត្រឡប់ទៅ Odysseus វិញក្រោយពេលដែលបានរៀបរាប់រឿងគ្រប់យ៉ាងទៅឲ្យស្ដេច Athena នោះហើយស្ដេចអង្គនេះក៏បានយល់ព្រមជួយ Odysseus ហើយបានជូន Odysseus មកកាន់ទឹកដី Ithaca នៅពេលដែលមកដល់ភ្លាម Odysseus ក៏បានជួបជាមួយនឹង Athena ដោយសារតែនៅ Ithaca នេះឥឡូវមានរឿងច្រើនដូចនេះ Athena គឺបានធ្វើឲ្យ Odysseus ខ្លាចទៅជាអ្នកសុំទានម្នាក់ហើយបានឲ្យគេទៅច្រកកោនជាមួយនឹង Eumaeus នៅពេលដែលទៅដល់ Eumaeus គឺបានទទួលគាត់ដោយរាក់ទាក់នៅពេលដែល Eumaeus ចេញមកក្រៅ Telemachus ក៏បានម្ដង Athena ក៏បានប្រែកលាគាត់ពីអ្នកសុំទានទៅកាន់ Odysseus វិញហើយឪពុកកូនក៏បានយំអោបគ្នាដោយក្តីនឹករលឹក Odysseus ក៏បានសុំឲ្យ Telemachus រក្សានៅការសម្ងាត់មួយនេះដោយមិនឲ្យប្រាប់អ្នកណាទាំងអស់សូម្បីតែ Eumaeus ថ្ងៃស្អែកឡើង Odysseus ក៏បានបន្លំខ្លួនចូលទៅក្នុងរាជវាំងដែលនៅទីនោះគឺមានក្រុមពពួក The Suitor ដែលជាអ្នកដែលចង់បាន Penelope ហើយនឹងរាជបល្ល័ង្ករបស់ Odysseus ពួកគេបានដេញ Odysseus ចេញដោយពុំដឹងថានោះគឺជា Odysseus នោះទេតែ Odysseus មិនព្រមហើយថែមទាំងចំអកថាពួកគេមិនមែនជាម្ចាស់នៅទីនោះនោះទេនៅពេលដែល Penelope បានចូលមក The Suitor ក៏បានបន្តដាក់សម្ពាធទៅឲ្យព្រះនាងប៉ុន្តែព្រះនាងនៅតែមានជំនឿថាស្វាមីរបស់ព្រះនាងនឹងអាចត្រឡប់មកវិញហើយព្រះនាងនៅតែរក្សាភាពស្មោះត្រង់ជូនចំពោះស្វាមីព្រះនាងជានិច្ច Odysseus នៅក្នុងសភាពជាអ្នកសុំទានក៏បានប្រាប់ព្រះនាងថាប្តីរបស់ព្រះនាងនឹងមកដល់ Ithaca នៅក្នុងពេលឆាប់ៗនេះដោយមានជំនឿជឿថានេះប្រហែលជា Athena បានក្រឡាខ្លួនមកប្រាប់រឿងនេះដល់ព្រះនាងក៏បានលើកយកនៅការប្រឡងប្រជែងមួយទៅឲ្យពពួក Suitor ដែលបានយកធ្នូរបស់ Odysseus មកឲ្យពពួកក្រុម Suitor នេះបាញ់ឲ្យចូលចន្លោះព្រោះថៅទាំង12 The Suitor មិនត្រឹមតែមិនអាចបាញ់ចូលនោះទេពួកគេមិនអាចសូម្បីតែยึดធ្នូមួយនោះមានតែ Odysseus ក្នុងសភាពជាអ្នកសុំទាននោះទេដែលអាចបាញ់ធ្នូនេះបានបើទោះជាខានជួបស្វាមីរបស់ព្រះនាងរយៈពេល20ឆ្នាំយ៉ាងណាក៏ដោយព្រះនាងនៅតែអាចដឹងពីសមត្ថភាពនិងភាពអង្អាចរបស់ស្វាមីរបស់ព្រះនាងដែលក្រោយពីរូបគាត់បានប្រយុទ្ធជាមួយក្រុម The Suitor នោះហើយព្រះនាងក៏បានរត់ទៅអោបស្វាមីដោយក្តីនឹករលឹក Odysseus ក៏បានប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់ព្រះនាងហើយអ្នកទាំងពីរក៏បានរួមរស់ជាមួយគ្នាតរៀងទៅអូខេអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជាអាចនិយាយបានថាជា version សង្ខេបតាក់ទងទៅនឹង The Odyssey ទេចំពោះខ្ញុំមានសៀវភៅ The Iliad ខ្ញុំទិញអាចនិយាយបានថាច្រើនប្រហែលជា2ឆ្នាំហើយតែខ្ញុំអត់ដែលមានពេល finish វាសោះខ្ញុំសង្ឃឹមថាក្រោយពីវីដេអូនេះទៅខ្ញុំនឹងព្យាយាមបញ្ចប់សៀវភៅហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងសៀវភៅ The Iliad នៅក្នុង second channel ខ្ញុំហើយនឹង main channel ខ្ញុំប្រហែលជានិយាយអំពីខ្លឹមសាររបស់សៀវភៅហើយនៅក្នុង second channel ខ្ញុំប្រហែលជានឹងអាចនិយាយអំពីតើខ្ញុំគិតមកជាមួយទៅលើសៀវភៅហ្នឹងអូខេអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺខ្ញុំមាន second channel មួយដែលនៅក្នុង channel មួយហ្នឹងគឺខ្ញុំអត់មាន main content តាក់ទងនឹងអីទេគឺខ្ញុំនឹងនិយាយអ្វីដែលខ្ញុំចង់និយាយអាចនិយាយថាជា content បែបឆាប់ឆាយជា content តាក់ទងនឹងជីវិតរបស់ខ្ញុំចំណង់ចំណូលចិត្តរបស់ខ្ញុំអញ្ចឹងបើអ្នកនរគ្នាគិតថាអ្នកនរគ្នា interesting អ្នកនរគ្នាអាចចូលទៅជួយ subscribe ខ្ញុំបានអូខេអញ្ចឹងអ្នកនរគ្នាអរគុណមែនទែនដែលបានតាមទស្សនាហើយខ្ញុំ Miss Talk យើងនឹងជួបគ្នានៅវីដេអូក្រោយ